អ្នកនេសាទចាស់ទើបតែចាប់បានត្រីគោរងក្រហមធំមួយក្បាលស្រាប់តែមានរឿងចម្លែកមួយបានកើតឡើងសមុទ្រស្ងប់ស្ងាត់ចាប់ផ្ដើមពុះកញ្ជ្រោលយ៉ាងចម្លែកដូចជាមានអ្វីមួយហៀបនឹងលេចចេញមកបេះដូងរបស់តាចាស់លីលោតញាប់ពេលគាត់កំពុងឆ្ងល់ថាមានអ្វីកើតឡើងកន្ត្រកត្រីរហែកមួយបានលេចចេញពីទឹកហើយសំឡេងទារកយំបានមកពីខាងក្នុងសក់របស់តាចាស់លីឈរលើចុងគាត់ចាប់ចែវរបស់គាត់ដើម្បីរុញកន្ត្រកចេញប៉ុន្តែសំឡេងយំក៏ឈប់ភ្លាមដៃតូចមួយស្លេកស្លាំងបានលេចចេញពីកន្ត្រកហើយលូកដៃទៅចាប់គាត់អោយដៃរបស់តាចាស់លីទន់ខ្សោយហើយគាត់ទាញទូកឡើងលើនាវាគាត់មានអាយុ60ឆ្នាំហើយគាត់ធ្លាប់បានឃើញរបស់ចម្លែកជាច្រើននៅលើសមុទ្រប៉ុន្តែនេះជាលើកដំបូងដែលគាត់បានឃើញដៃវាចេញពីកន្ត្រកដៃនោះបានដកថយហើយសំឡេងយំបានប្រែក្លាយទៅជាសំឡេងធ្ងោស្រាលតាចាស់លីខំធ្មេញរបស់គាត់ហើយអូសកន្ត្រកឡើងលើទូកជ្រកចូលត្រូវបានចងយ៉ាងតឹងជាមួយសារាយសមុទ្រគាត់បានកាត់វាដោយកាំបិតនេសាទរបស់គាត់ហើយនៅខាងក្នុងមានក្មេងស្រីអាយុ2 ឬ 3 ឆ្នាំម្នាក់សាមជប់បូមាត់របស់នាងមានពណ៌ស្វាយប៉ុន្តែភ្នែករបស់នាងភ្លឺគួរឲ្យខ្លាចនាងមិនខ្លាចគាត់ទេផ្ទុយទៅវិញនាងបានលូកដៃតូចរបស់នាងចង់ឲ្យគាត់កាន់នាងថង់ក្រណាត់មួយព្យួរជុំវិញរបស់ក្មេងស្រីនោះនៅខាងក្នុងមានកំណត់ចំណាំមួយថាគឺលើកនាងដល់18ហើយខ្ញុំនឹងឲ្យមាសពេញទូកអក្សរត្រូវបានព្រើលដោយទឹកសមុទ្រប៉ុន្តែក្រដាសនោះជាក្រដាសសួនល្អលីចាស់បានងាកមើលទៅសមុទ្រដ៏ធំទូលាយគ្មាននរណាម្នាក់នៅទីនោះទេគាត់ដកដង្ហើមធំដោះសម្លៀកបំពាក់សាមរបស់គាត់ចេញហើយរុំក្មេងស្រីនោះមិនថានាងជាក្មេងស្រីនាគឬខ្មោចទឹកទេគាត់មិនអាចបោះនាងចោលបានទេនៅពេលដែលគាត់លើកក្មេងស្រីនោះឡើងដៃតូចរបស់នាងស្រាប់តែចង្អុលទៅទីសានលីចាស់បានសមលឹងមើលហើយឃើញពន្លឺហ្វ្លុយអូរ៉េសង់មិនធម្មតានៅលើផ្ទៃសមុទ្រគាត់បានចែវទូកហើយសំណាញ់ទាំងមូលពោពេញដោយត្រីក្អែកពណ៌លឿងធំកំពុងវិលជុំវិញសារាយសមុទ្រដោយមិនញើតនឹងទូកដែលខិតជិតមកដល់នៅយប់នោះលីចាស់បានត្រឡប់មកផ្ទះវិញដោយផ្ទុកត្រីដែលគាត់ចាប់បានអ្នកភូមិលីថាគាត់ចាប់បានក្មេងម្នាក់ពួកគេទាំងអស់បានមកមើលក្មេងស្រីតូចនោះខ្មាស់អៀនលាក់ខ្លួននៅពីក្រោយជើងរបស់លោកចាស់លីដោយមានតែភ្នែកធំរបស់នាងបង្ហាញពេលមានអ្នកសួរឈ្មោះនាងលោកចាស់លីបានឆ្លើយដោយធម្មតាថាបើនាងមកពីសមុទ្រដូច្នេះសូមហៅនាងថាហៃមីក្មេងស្រីសមុទ្រហៃមីអាចទៅនេសាទនៅសមុទ្រតូចនោះបានហើយនៅពេលនាងអាយុ5 ឆ្នាំដើរដោយជើងទរេលើថ្មយ៉ាងទៀងទាត់ជាងមនុស្សពេញវ័យនាងអាចប្រាប់បានថាឆ្នេរណាមានខ្យងសមុទ្រច្រើនជាងគេដោយគ្រាន់តែស្ដាប់សំឡេងទឹកសមុទ្រដោយបិទភ្នែកហ្គូស៊ីអ្នកភូមិម្នាក់បានសើចចំអកនាងដោយហៅនាងថាជាមនុស្សអាក្រក់ដែលបានអន្តែតចូលមកពីសមុទ្រនៅរសៀលនោះទូកនេសាទរបស់គាត់ចាប់ផ្ដើមលិចទឹកហើយស៊ុបពោពេញទៅដោយមឹកដែលកំពុងរើបម្រះជុំវិញឪពុករបស់គាត់ដោយភាពភ័យខ្លាចនៅយប់នោះលោកចាស់លីបានសួរដោយសម្ងាត់ថាក្មេងស្រីសមុទ្រអ្នកជាអ្វីក្មេងស្រីសមុទ្របានព្រិចភ្នែកខ្ញុំត្រូវបានជីតារបស់ខ្ញុំនេសាទចេញពីសមុទ្រតើអ្នកណាជាអ្នកសរសេរកំណត់ហេតុនោះបុរសចំណាស់ម្នាក់ដែលមានពុកចង្ការពណ៌សឹកគឺក្មេងស្រីសមុទ្របានទាញសម្បុកខ្យងតូចមួយចេញពីក្រោមខ្នើយរបស់នាងហើយកាន់វាទៅត្រចៀករបស់គាត់សំឡេងរលកបានបោកបក់មកលើត្រចៀករបស់គាត់អំដោយពាក្យថាអំពើល្អទទួលបានរង្វាន់អំពើអាក្រក់ទទួលបានទណ្ឌកម្មបុរសចំណាស់លីមិនដែលសួរម្ដងទៀតទេនៅពេលដែលក្មេងស្រីសមុទ្រមានអាយុ10 ឆ្នាំក្បួនរថយន្តពាណិជ្ជករមួយបានមកភូមិដើម្បីទិញអាហារសមុទ្រអ្នកដឹកនាំគឺអ្នកគ្រប់គ្រងហ៊ូមានអាយុ40 ឆ្នាំភ្នែករបស់គាត់សម្លឹងមើលជុំវិញគាត់បានឃើញក្មេងស្រីសមុទ្រកំពុងជីករកខ្យងដោយល្បឿនលឿនមិនគួរឲ្យជឿហើយបានដើរទៅនិយាយជាមួយនាងប៉ុន្តែក្មេងស្រីសមុទ្របានគប់ខ្សាច់មួយក្តាប់តូចមកលើគាត់ដោយនិយាយថាគអ្នកមានក្លិនច្រេះនិងឈូសមុខរបស់ម្ចាស់ហាងហ៊ូបានផ្លាស់ប្ដូរគាត់សើច2 ដងរួចក៏ចាក់ចេញនៅយប់នោះផ្ទះរបស់បុរសចំណាស់លីត្រូវបានគេលួចចូលផ្ទះត្រូវបានរុះរើប៉ុន្តែសម្បុកខ្យងតូចរបស់ហៃមីបានបាត់នៅថ្ងៃបន្ទាប់ទូកនេសាទទាំងអស់នៅក្នុងភូមិបានចេញដំណើរប៉ុន្តែអាប់បានបក់មកភ្លាមនៅពេលដែលពួកគេចេញដំណើរទៅសមុទ្រនៅថ្ងៃដែលមានអាកាសធាតុល្អធ្វើឲ្យសម្បុកខ្យងវិលយ៉ាងខ្លាំងអ្នកនេសាទត្រូវបានបង្ខំឲ្យត្រឡប់ទៅផ្ទះវិញ
ហើយរយៈពេល3ថ្ងៃពួកគេមិនបានចាប់អ្វីឡើយនៅថ្ងៃទី4ម្ចាស់ហាងហ៊ូបានមកដល់ផ្ទះគ្រួសារលីជាមួយបុរសខ្ពស់ស្គមម្នាក់ស្លៀកអាវខ្មៅបុរសស្លៀកអាវខ្មៅកំពុងកាន់សំបុកខ្យងលីចាស់ម្ចាស់ហាងហ៊ូនិយាយទាំងញឹមខ្លាយៗនេះគឺជាគ្រូហុងស៊ុយគាត់និយាយថាហៃមីគឺជាស្រមោលនៃសមុទ្រដែលកាន់កំណប់ទ្រព្យនៃវិមាននាគគាត់នឹងឲ្យយើងខ្ចីសំបុកខ្យងហើយភូមិអាចចេញដំណើរទៅសមុទ្រនៅថ្ងៃស្អែកបុរសចំណាស់លីបានការពារហៃមីនៅពីក្រោយគាត់គ្រាន់តែជាក្មេងធម្មតាសំឡេងរបស់បុរសស្លៀកអាវខ្មៅគឺដូចជាក្រដាសខ្សាច់កិននឹងថ្មក្មេងធម្មតាអាចនៅក្រោមទឹកបានរយៈពេលកន្លះម៉ោងហើយអាចយល់ពីសំឡេងត្រីសំបុកខ្យងនេះមានវិញ្ញាណដ៏គួរឲ្យខ្លាចរបស់អារក្សសមុទ្រហើយអាចប្រើដើម្បីស្វែងរកកំណប់ទ្រព្យដែលលេចនេកប៉ាល់លេខ100ម៉ាយតើខ្ញុំត្រូវទេហើយមីបានលេចចេញពីក្រោយបុរសចំណាស់លីមុខតូចរបស់នាងតានតឹងប្រគល់សំបុកខ្យងមកខ្ញុំវិញក៏បុរសស្លៀកពាក់ខ្មៅសម្លឹងមើលគឺមិនអីទេនាំយើងទៅរកទូកមើលប្រាក់នៅថ្មពព្រះទឹកក្បាលខ្មោចពេលយើងរកឃើញវាខ្ញុំនឹងប្រគល់សំបុកខ្យងមកអ្នកវិញនឹង30ទៀតថ្មពព្រះទឹកក្បាលខ្មោចដែលជាអាងទឹកគួចលេបប៉ាល់បានឆក់យកជីវិតមនុស្សរាប់មិនអស់បុរសចំណាស់លីហៀបនឹងបដិសេធប៉ុន្តែហៃមីងុកក្បាលយល់ព្រមមានតែលោកតានិងខ្ញុំទេដែលអាចទៅបានថ្ងៃស្អែកព្រឹកឯងរងចាំនៅឈូងសមុទ្រស្វាលបន្ទាប់ពីពួកគេចាក់ចេញហៃមីបានខ្សឹបប្រាប់អ្វីមួយនៅក្នុងត្រចៀករបស់បុរសចំណាស់លីពេលគាត់ស្ដាប់ភ្នែករបស់គាត់បើកធំយឺតព្រឹកបន្ទាប់ជីតានិងចៅស្រីបានចេញដំណើរពេលពួកគេទៅដល់ថ្មពព្រះទឹកក្បាលខ្មោចវាទើបតែភ្លឺឡើងទឹកសមុទ្រខ្មៅដូចទឹកខ្មៅជាមួយនឹងចរន្តទឹកគូជាបន្តបន្ទាប់ហៃមីបានប្រាប់លោកតាលីឲ្យឈប់ទូកនៅកន្លែងសុវត្ថិភាពរួចលោតចូលទៅក្នុងទឹកហើយបាត់ខ្លួននងមួយប៉ព្រិចភ្នែកក្រោយមកធូបមួយដើមសមុទ្រក៏បើកឡើងហើយហៃមីដែលមានមុខស្លេកស្លាំងត្រូវបាននាំឡើងច្រាំងដោយកាន់ប្រអប់ដែកដ៏ឆ្ងាញ់និងមានស្នាមប្រេះគឺលឿនឡើងមានអ្វីមួយនៅក្រោមទឹកបានភ្ញាក់ឡើងពេលទូកបត់ស្រាប់តែមានដង្កៀបក្រាស់ដូចសសរមួយបានបុកចូលទៅក្នុងសមុទ្រស្ទើរតែក្រឡាប់ទូកតូចលោកតាលីកាន់យ៉ាងណែននឹងទូកខណៈដែលហៃមីលុតជង្គង់នៅផ្នែកខាងក្រោយដៃទាំងពីរចាប់គ្នាសូត្រមន្តដង្កៀបនោះឈប់រួចក៏ដកថយយឺតចូលទៅក្នុងសមុទ្រភ្លាមនោះដង្កៀបមួយទៀតបានលេចចេញពីក្រោមទឹកទ្រទ្រង់ទូកយ៉ាងស្រាលវាកំពុងណែនាំផ្លូវហៃមីសម្លឹងមើលចំណុចពណ៌បៃតងនៅក្នុងប្រដាប់បឺតទំហំប៉ុនចាននៅលើដង្កៀបហើយខ្សឹបថាបើដំបងធូបមួយបានឆេះមួយសន្ទុះក្រោយមកទូកតូចត្រូវបានរុញទៅកាន់តំបន់សមុទ្រ Demons គល់ទឹកមានសភាពថ្លាឆ្វេងហើយកប៉ាល់លិចមួយបានលិចនៅលើបាតសមុទ្រដងក្តោងរបស់វាបាក់សម្បុករបស់វាគ្រប់ដណ្ដប់ដោយផ្កាថ្មដង្កៀបនោះបានលែងការក្តាប់របស់វាហើយលិចចូលទៅក្នុងសមុទ្រជ្រៅយឺតហើយមីបានចង្អុលទៅសម្បប៉ាល់ថាវូលោកម្ចាស់ទី2មានពន្លឺពណ៌មាសនៅទីនោះបុរសចំណាស់លីហានបាននឹកឃើញពាក្យរបស់ពួកព្រឹទ្ធាចារ្យរបស់គាត់ថាតំបន់សមុទ្រនេះធ្លាប់ជាផ្លូវពាណិជ្ជកម្មជាកន្លែងដែលកប៉ាល់ដឹកទំនិញជាច្រើនបានលិចអ្នកទោសលោភលន់ម្នាក់រស់នៅក្រោមផ្ទៃទឹកដោយបរបាញ់អ្នកលោភលន់មឹកយក្សដែលពួកគេទើបតែឃើញគឺជាទាហានរបស់នាងអ្នកទោសសំឡេងរបស់គាត់ស្ងួតហើយមីបានអង្រួនក្បាលបន្ធូររកអាវរបស់នាងបង្ហាញសញ្ញាសម្គាល់ចិញ្ចៀនពណ៌ខៀវស្លេកនៅលើកញ្ចឹងរបស់នាងគីនាងអ្នកទោសពិតប្រាកដនៅខាងក្រោមគីនាងនិយាយគឺវាបានបោះត្រាឈ្មោះរបស់ខ្ញុំនៅពេលខ្ញុំនៅក្មេងគាត់ស្គាល់មួយនេះហើយនោះហើយជាមូលហេតុដែលគាត់មិនបានស៊ីយើងនៅពេលដែលលោកចាស់លីស្ទាក់ស្ទើរសំឡេងម៉ូទ័របានមកពីក្រោយអ្នកគ្រប់គ្រងហ៊ូនិងបុរសស្លៀកពាក់អាវខ្មៅបានឈរនៅក្បាលទូកល្បឿនលឿនមុខរបស់ពួកគេញឹមអរគុណសម្រាប់ការដឹកនាំផ្លូវលោកចាស់លីបាននិយាយវាបានបង្ហាញថាពួកគេបានដំឡើងឧបករណ៍តាមដាននៅលើទូករួចហើយបុរសស្លៀកពាក់អាវខ្មៅបានដោះអាវរបស់គាត់ចេញដោយបង្ហាញឈុតជ្រវាក់ទឹកដែលគ្រប់ដណ្ដប់ដោយក្រដាសអណ្តែតគាត់បានដើរចូលទៅក្នុងសមុទ្រគាត់បានបោះម្សៅខ្មៅមួយកញ្ចប់ចូលហើយទឹកសមុទ្របានបន្លឺសំឡេងហូរកញ្ជ្រៀវនិងពុះដែលធ្វើឲ្យទឹកថ្លាមួយដុំលេចចេញមកអ្នកទោសបង្ក្រាបសមុទ្រខ្លាចក្លិនឈុនដែលលីជាមួយឈាមឆ្កែខ្មៅបំផុតហើយថ្ងៃនេះកំណប់ទ្រព្យនេះត្រូវបានបណ្ដាសាពេលដែលគាត់ហៀបនឹងលោតចូលទៅក្នុងសមុទ្រនារីសមុទ្រស្រាប់តែក្រោកឈរឡើងហើយស្រែកពាក្យចម្លែកជាបន្តបន្ទាប់ទៅលើផ្ទៃទឹកដូចជាមាសនិងប្រាក់ឬសំបុកខ្យងដែលបក់ដោយខ្យល់ពន្លឺពណ៌មាសនៅលើបាតសមុទ្រស្រាប់តែភ្លឺឡើង
តំបន់សមុទ្រទាំងមូលចាប់ផ្ដើមញ័រហើយដីល្បាប់នៅក្បែររប៉ាល់លិចបានផ្ទុះឡើងដោយសំឡេងគ្រហឹមស្រមោលដ៏ធំមួយបានលេចចេញពីបាតសមុទ្រស្រមោលនោះមានក្បាលនាគនិងដងខ្លួនពស់ថ្លាន់យក្សគ្រប់ដណ្ដប់ដោយជញ្ជីងដូចត្បូងពេជ្រខ្មៅដែលជញ្ជីងនីមួយភ្លឺចែងចាំងដោយពន្លឺពណ៌មាសស្ងិតគាត់បានបើកភ្នែករបស់គាត់បើពីនៃអណ្ដាតភ្លើងពណ៌ខៀវកំពុងឆេះនៅក្នុងរន្ធរបស់វានេះគឺជាអ្នកទោសបង្ក្រាបសមុទ្រពិតប្រាកដបុរសស្លៀកពាក់ខ្មៅបានដកខ្លួនចេញនាងបានទាញដាវកាក់ទង់ដែងរបស់នាងហើយបោះវាចូលទៅក្នុងទឹកអ្នកទោសបង្ក្រាបសមុទ្រគ្រាន់តែគ្រវីកន្ទុយរបស់វាហើយរលកបានបោកបក់ដាវនោះទៅឆ្ងាយដោយគ្មានដានជើងរបស់ម្ចាស់ហាងហ៊ូបានចុះខ្សោយដោយការភ័យខ្លាចហើយបុរសរបស់គាត់នៅលើទូកល្បឿនលឿនក៏ភ័យស្លន់ស្លោគឺលឿនឡើងរើទៅហើយមីចាប់ជើងរបស់បុរសចំណាស់លីឈីវឡុងក៏ខឹងសម្បាផងដែរតំបន់នេះវិនាសហើយបុរសចំណាស់លីស្រែកឡើងដោយអស់សង្ឃឹមទូកតូចអន្តែតលើទឹកដូចស្លឹកឈើនៅពីក្រោយពួកគេមានសំឡេងស្រែករបស់ម្ចាស់ហាងហ៊ូនិងសំឡេងទូកល្បឿនលឿនបែកខ្ញែកគាត់មិនហ៊ានថយក្រោយទេហើយមីខំចុងរៀមដៃរបស់នាងហើយគូរូបចម្លាក់ព្រើមួយនៅផ្នែកខាងក្រោយទឹកសមុទ្របានបែកចេញដោយស្វ័យប្រវត្តិនៅពេលប៉ះនឹងរូបចម្លាក់បង្កើតជាផ្លូវមួយពេលដែលទូកតូចហៀបនឹងចេញពីសមុទ្រហើយមីស្រាប់តែទន់ខ្សោយហើយដួលទៅលើនាវាជញ្ជីងពណ៌ខៀវនៅលើកញ្ចឹងរបស់នាងស្នាមនោះពណ៌របស់វាសត្វបាត់យ៉ាងលឿនបាននិយាយថាពួកអានខ្ញុំបានប្រើអំបិលហើយលីងច្រើនពេកហើយខ្ញុំត្រូវត្រឡប់ទៅវិញហើយបំពេញព្រលឹងរបស់ខ្ញុំឡើងវិញគួរសំឡេងរបស់នាងខ្សោយនិងទន់ខ្សោយនាងបានទាញសម្បកខ្យងចេញពីទ្រូងរបស់នាងហើយដាក់វានៅក្នុងដៃរបស់បុរសចំណាស់លីឆ្នាំក្រោយនៅថ្ងៃនេះបោះវាចូលទៅក្នុងសមុទ្រដែលខ្ញុំត្រូវបានជួយសង្គ្រោះប្រសិនបើខ្ញុំត្រឡប់មកវិញសម្បកខ្យងនឹងបើកជាមួយនឹងពាក្យនោះរាងកាយរបស់នាងចាប់ផ្ដើមថ្លាคล้ายជាថ្លាក្នុងរយៈពេល2-3យប់នាងបានប្រែក្លាយទៅជាអាងទឹកសមុទ្រភ្លឺចែងចាំងហូរតាមម្រាមដៃរបស់បុរសចំណាស់លីហើយបញ្ចូលគ្នាទៅក្នុងមហាសមុទ្រមានតែសម្បកខ្យងប៉ុណ្ណោះដែលនៅសល់ដេកយ៉ាងស្ងៀមស្ងាត់នៅលើនាវាបុរសចំណាស់លីដោយអស់កម្លាំងបានរក្សាសម្បកខ្យងឲ្យនៅជិតខ្លួនរបស់គាត់ដោយប្រុងប្រយ័ត្នបន្ទាប់ពីភូមិត្រូវបានឡោមព័ទ្ធគាត់មិនដែលនិយាយអំពីព្រឹត្តិការណ៍នៅថ្ងៃនោះទេគ្រាន់តែនិយាយថាហៃមីត្រូវបានសាច់ញាតិនៅក្នុងទីក្រុងយកទៅបាត់ពេលមាននរណាម្នាក់សួរអំពីអ្នកគ្រប់គ្រងហូគាត់គ្រាន់តែញកក្បាលដោយនិយាយថាគាត់មិនដឹងនៅឆ្នាំបន្ទាប់នៅថ្ងៃដែលនោះបុរសចំណាស់លីបានជិះទូកតែម្នាក់ឯងទៅកាន់តំបន់ដែលគាត់ចាប់បានក្មេងស្រីសមុទ្រជាលើកដំបូងគាត់បានយកសម្បកខ្យងចេញពីនិតវាយ៉ាងដិតដល់ហើយចុងក្រោយដោយក្តីសោកសៅគាត់បានបោះវាត្រឡប់ទៅក្នុងសមុទ្រវិញសម្បកខ្យងបានលិចតិចជាង3ម៉ែត្រពីផ្ទៃទឹកស្រាប់តែមានស្នាមប្រេះមួយលេចឡើងនៅខាងក្រោមដោយបង្ហាញសម្បកកតេមួយដែលមានគុជខ្យងតែមួយគុជខ្យងឆ្លុះបញ្ចាំងពីមុខញញឹមរបស់ក្មេងស្រីតូចម្នាក់ដែលជារូបភាពមួយផ្លែតបុរសចំណាស់លីអង្គុយបែរមុខទៅសមុទ្រពេញមួយថ្ងៃពេលរលប់ក្រុមផ្សោតមួយក្រុមបានលោតចេញពីទឹកផ្សោតតូចបំផុតបានហែទៅចំហៀងទូកប៉ះច្រមុះរបស់វាធ្នំហើយបន្ទាប់មកដេញតាមសាលានេសាទចាប់ពីពេលនោះមកបុរសចំណាស់លីបានឈប់នេសាទគាត់បានបើកហាងតូចមួយនៅក្បែរសមុទ្រដែលមានជំនាញខាងអ្នកជួយសង្គ្រោះឈើអន្តែតទឹកនិងភ្លើងនេសាទត្រូវបានចែកជូនដោយឥតគិតថ្លៃអ្នកនេសាទទាំងអស់គិតថាគាត់ល្ងងចម្លែកណាស់ទូកទាំងអស់ដែលត្រូវបានទិញពីគាត់មិនដែលជួបប្រទះសូម្បីតែព្យុះធំនោះទេមនុស្សមួយចំនួនបានឃើញលោកតាលីអង្គុយលើថ្មនៅពេលយប់និយាយជាមួយសមុទ្រហើយរាល់ពេលដែលគាត់ចាក់ចេញខ្យងស្រស់ឬខ្យងសមុទ្ររជាច្រើននឹងលេចឡើងនៅក្រោមថ្មដូចជាមាននរណាម្នាក់បានដាក់វានៅទីនោះដោយចេតនាការពិតនៃសមុទ្រគឺសាមញ្ញប្រសិនបើអ្នកនៅជិតសមុទ្រវានឹងការពារអ្នកពេញមួយជីវិតប្រសិនបើអ្នកចង់បានចម្ងាយ1អ៊ីងពីសមុទ្រវានឹងលេបអ្នកទាំងមូលប្រព្រឹត្តចំពោះអ្នកដទៃដោយស្មោះហើយសូម្បីតែឆ្លងកាត់រលករាប់ពាន់ក៏ដោយសេចក្តីសប្បុរសនោះនឹងធ្វើដំណើរឆ្លងកាត់មហាសមុទ្រដើម្បីត្រឡប់មករកអ្នកវិញលុយកាក់ប្រៀបដូចជាទឹកហូរបាត់ទៅវិញនៅពេលដែលវាបាត់ទៅសេចក្តីស្រឡាញ់ប្រៀបដូចជារោមសត្វនៅពេលដែលបេះដូងស្ងប់គ្មានព្យុះណាអាចរង្គោះរង្គើវាបានទេសូមអរគុណសម្រាប់ការទស្សនាសូមជូនពរឲ្យអ្នកមានគ្រួសារដ៏មានសុភមង្គលនិងសំណាងល្អសូមជួយឲ្យបេះដូងនិង follow page ម្នាក់មួយផង